Okay, good evening, class. Tonight I have a topic of part of speech. Part of speech, the first part of speech here talking about nouns. ចឹងយប់នេះគឺមានប្រធានបទមួយទាក់ទងទៅនឹង part of speech ចឹងផ្នែកមួយនៃ part of speech ដែលយើងលើកមកនិយាយគឺ nouns introduction ចឹង introduction គឺស្បែកដើមណាការចាប់ដើមចូលមេរៀន noun គឺ welcome to our grammar lesson យើងនិយាយពី noun type of noun singular and plural noun common and proper noun មាន4ចំណុចចឹងចំណុចទី1គឺលើកពី noun noun are words that name people places and things noun មានន័យថាជាពាក្យដែលសម្ដែងឈ្មោះមនុស្សទីកន្លែងវត្ថុសត្វឬក៏ជាតិក្នុងពាក្យថា sing ណាអញ្ចឹងនៅក្នុងប្រអប់ពើរឿងនេះគឺជាករណីសិក្សាតូចមួយយកមកវិភាគទៅលើ noun Sarah a teacher from London visited the park with her student and wrote a book about the Statue of Liberty. So in the sentence ជាក្នុងប្រយោគខាងលើនេះមានបែងចែកទៅជា one proper noun ទីមួយគឺរំលេចចេញ proper noun ដែលប្រែថានាមអសទ្ធាគឺឈ្មោះ Sarah and then one common noun refer to the person common noun នាមសទ្ធាគឺសំដៅទៅលើមនុស្សអញ្ចឹងគឺ teacher ជាមនុស្ស two proper noun អញ្ចឹងមាននាមអសទ្ធា2គឺ London ហើយនឹង Statue of Liberty and three common noun ហើយមាននាមសទ្ធា3ដែរដូចជា park student and book នេះគឺជាប្រភេទមួយទៀតគឺទាក់ទងនឹងមនុស្សជាប្រភេទនាមមួយទៀត people are nouns that refer to individual អញ្ចឹងមនុស្សគេកំណត់ថាជានាមដែលវាសំដៅទៅលើបុគ្គលម្នាក់ៗor to individual បុគ្គលច្រើនអ្នកសំទោសបាទម្នាក់ៗបុគ្គលច្រើនអ្នក people nouns can be singular one or plural more than one អញ្ចឹងនាមជាមនុស្សនេះអាចបែងចែកជា singular ជាឯកវចនៈមានន័យថាចំនួន1ហើយជាবহুវចនៈអាចថាលើសពី1 Here example girl boy teacher doctor តែនេះសុទ្ធតែជានាមទាក់ទងនឹង people ឡើយនេះជាមនុស្សចឹងប្រភេទមួយទៀតគឺ place ទីតាំងឬទីកន្លែង places are nouns that name location ចឹងទីកន្លែងជានាមដែលដាក់ឈ្មោះក្នុងទីតាំងផ្សេងៗកំណត់នៅទីតាំងផ្សេងៗ places can be singular or plural too ទីកន្លែងក៏អាចមានជាចំនួនឯកវចនៈហើយក៏ជាចំនួនবহুវចនៈផងដែរឧទាហរណ៍ដូចជា park ជា place ណា park school beach city ចឹងមានឧទាហរណ៍ងាយអាចរកបានលើសទៅទៀតណាបាទ things នេះវត្ថុគឺសត្វរុក្ខជាតិដែរ things are noun that represent objects or item វាថា thing គឺជា noun ដែលតំណាងឲ្យវត្ថុឬក៏មុខទំនិញមុខរបស់ផ្សេង just like people and places លក្ខណៈដូចតែមនុស្សហើយនឹងទីកន្លែងទីតាំងដែរ thing can be singular or plural តែវាដូចគឺដូចថាវាមានបែងចែកជាឯកវចនៈហើយជាবহুវចនៈនេះឧទាហរណ៍ងាយៗដូចជា ball book chair toy នេះសុទ្ធជានាមទាក់ទងនឹង thing identifying nouns in a sentence
identify មានការកំណត់អត្តសញ្ញាណកំណត់សម្គាល់ noun នៅក្នុងប្រយោគមួយ Nouns can be identified by asking who or what in a sentence ចឹងការកំណត់សម្គាល់ងាយស្រួលគឺគេសួរសំណួរ who ដឹងចេញ noun ណាជាមនុស្ស what ចេញ noun ជាវត្ថុសត្វឬក៏ជាតិសកម្មភាពនានាណា example the cat is sleeping who is sleeping the cat cat is the noun in this sentence singular and plural noun ចំណុចនេះគឺនិយាយពីនាមឯកវចនៈនិងនាមបហូវចនៈចឹងខ្លីៗងាយយល់ singular noun refer to one person place or thing នាមឯកវចនៈវាសំដៅទៅលើមនុស្សម្នាក់ទីកន្លែងមួយវត្ថុមួយរបស់មួយឧទាហរណ៍ dog car cat hat plural noun refer to more than one person more than one place more than one thing នាមបហូវចនៈវាសំដៅលើមនុស្សច្រើនជាងម្នាក់ទីកន្លែងច្រើនជាងមួយរបស់ច្រើនជាងមួយឧទាហរណ៍ dogs cars hat here is proper noun ចំណុចនេះគឺនិយាយពីនាមអសធា proper noun are specific names of people places or things ចឹង proper noun វាសំដៅទៅលើឈ្មោះជាក់លាក់ទៅលើគេឈ្មោះអីឈ្មោះមនុស្សឈ្មោះទីកន្លែងទីតាំងឈ្មោះរបស់ធំ they always start with a capital letter ចឹងពួកវាច្រើនជានិច្ចកាលគេចាប់ដើមដោយអក្សរធំបានតែទៅសេអក្សរធំជានិច្ចទុកជានៅទីកន្លែងណាក៏ដោយដែរទីតាំងណាក៏ដោយត្រូវតែមានអក្សរត្រូវតែផ្ដើមដោយអក្សរធំឧទាហរណ៍ដូចជា Sarah ឃើញទេ Sarah S ធំ Sarah London Statue of Liberty Renaissance Mount Kilimanjaro ឈ្មោះជួរភ្នំណាចឹងនេះជា proper noun here is common and proper noun ចំណុចនេះរួមគ្នាមាននិយាយពីនាមសធានាមអសធា common nouns are general name for people place or thing ចឹងនាមសធាគឺជាឈ្មោះទូទៅចំពោះមនុស្សវាអត់មិនសំដៅទៅលើភាពជាលក្ខណៈដែលវាទូទៅដូចជា student ក៏ជាឈ្មោះមនុស្សដែរតែវាមិនបានដាក់ឈ្មោះថា student ឈ្មោះអី student ជាមនុស្ស general name of people ជាឈ្មោះទូទៅនៃមនុស្សតែ place is ទីកន្លែងទីតាំង thing ឬក៏របស់របរ they do not start with capital letter ហើយក៏វាក៏មិនចេះសេផ្ដើមដោយអក្សរធំដែរទៅពេលមុខវា unless they appear at the beginning of sentence លុះត្រាតែវាទៅសេនៅដើមប្រយោគបានដល់ចាប់ដើមប្រយោគគឺត្រូវតែទៅសេអក្សរធំតែបើ proper noun អត់ទេនៅកន្លែងណាក៏ធំជានិច្ចតែពេល common noun តើនៅមុខគេបាទសេអក្សរធំឧទាហរណ៍គេ city នេះវាសេមុខនេះគឺ C ធំ teacher dog ចឹងជាចំណុចចុងក្រោយនេះគឺសំណួរឆ្លុះបញ្ចាំង Do you have any question about now? Feel free to ask. I'll be happy to clarify any doubt you may have. Okay, thank you.